រុនសួស្តីកូនៗតើយើងបន្តមេរៀនយើងទៀតណាកូនៗបើកសៀវភៅភាសាខ្មែរថ្នាក់ទី2ទំព័រទី96ពេលកូនៗបើកហើយកូនៗត្រៀមអានជាមួយលោកគ្រូឲ្យខ្លាំងៗទាំងអស់គ្នាណាកូនៗតោះចាប់ផ្ដើមការរៀនពាក្យកអំណានពាក្យរសជាតិខពន្យល់ពាក្យរសជាតិមានន័យថាជាតិរបស់អាហារដែលមានរសជាតិផ្អែមប្រៃល្វីងជូរចត់ជាដើមក្លិនមានន័យថាចំហាយដែលភាយចេញពីវត្ថុផ្សេងក្រអូបឬស្អុយជាដើមគោពាក្យនៃដូចនឹងពាក្យមើលទស្សនាតូតខោពាក្យផ្ទុយស្អុយផ្ទុយនឹងក្រអូបតុនផ្ទុយនឹងរឹងទុំផ្ទុយនឹងខ្ចីសំណួរមួយតើបូណានិងនារីឮសូរអ្វីជ្រុះបូណានិងនារីឮសូរស្វាយទុំជ្រុះពីរតើស្វាយទុំមានក្លិនដូចម្ដេចស្វាយទុំមានក្លិនក្រអូប3តើផ្លែស្វាយទុំមានរសជាតិដូចម្ដេចផ្លែស្វាយទុំមានរសជាតិផ្អែមលំហាត់ចូលបំពេញល្បះខាងក្រោមឲ្យបានត្រឹមត្រូវ1ផ្លែចាន់ទុំមានក្លិនក្រអូបគួរឲ្យចង់ញ៉ាំណាស់2សត្វឆ្មាយំឮសូរមែវមែវ3ទឹកអំពៅមានរសជាតិផ្អែមឆ្ងាញ់ណាស់